រឿងព្រះនាងចន្ទ្រានិងអប្សរាដ៏ក្លាហានកាលពីព្រេងនាយព្រះនាងចន្ទ្រាមានប្រតិយឯកាក្នុងវាំងដ៏សែនអស្ចារ្យនៅក្បែរនោះសានជាអ្នកស្រែដ៏ឧស្សាហ៍បានដឹងពីតម្លៃនៃជីវិតពិតពួកគេបានលួចជួបគ្នាដោយសម្ងាត់ចែករំលែកក្តីស្រមៃនិងការភ័យខ្លាចបងប្រុសឃើញបងដាំស្រូវយ៉ាងស្អាតតើការធ្វើស្រែនេះនឿយហត់ណាស់ទេនឿយហត់មែននាងតែផលដែលទទួលបានជាជីវិតរបស់យើងប៉ុន្តែសេចក្តីលោភលន់បាននាំមកនូវមេទ័ពចិត្តអាក្រក់អញ្ញាមកគំរាមកំហែងអ្នកជនបទសានបានប្រឈមមុខដោយក្លាហានដើម្បីការពារប្រជាជនរបស់ខ្លួនទោះត្រូវរងរបួសក៏ដោយលោកមេទ័ពស្រូវនេះជាជីវិតរបស់ពួកយើងបើលោកមេទ័ពយកទៅទាំងអស់ពួកយើងនឹងស្លាប់ដោយការអត់ឃ្លានហើយព្រះនាងចន្ទ្រាបានព្យាបាលរបួសតែសេចក្តីស្រឡាញ់របស់ពួកគេកាន់តែរឹងមាំសានខ្ញុំមិនអាចរៀបអភិសេកជាមួយនឹងស្ដេចអាក្រក់នោះបានទេគាត់ជាមនុស្សលោភលន់គ្មានមេត្តាធម៌ព្រះនាងកម្លាំងមិនមែនស្ថិតនៅលើឋានៈទេខ្ញុំនឹងការពារព្រះនាងនិងប្រជាជនរបស់យើងគាត់បានលួចចូលវាំងដើម្បីស្វែងរកភ័ស្តុតាងពីការក្បត់របស់ស្ដេចជិតខាងនៅចំពោះព្រះរាជាភាពក្លាហានរបស់សានបានលាតត្រដាងផែនការដ៏អាក្រក់តើឯងជាអ្នកណាហ៊ានចូលមកលូកលាន់កិច្ចការវាំងហើយតើផែនការនេះពិតឬទេខ្ញុំបាទគ្រាន់តែជាអ្នកស្រែប៉ុន្តែខ្ញុំមានភក្ដីភាពចំពោះនគរនេះជាភ័ស្តុតាងពិតបិតាខ្ញុំបានឃើញពីភាពក្លាហាននិងសេចក្តីស្មោះត្រង់របស់សានហើយគាត់ហ៊ានលះបង់ជីវិតដើម្បីយុត្តិធម៌រាជាបានដឹងការពិតព្រះនាងបានជ្រើសរើសដោយបេះដូងគឺសានកូនស្រីពេលនេះកូនមានសិទ្ធិជ្រើសរើសហើយតើកូនចង់អភិសេកជាមួយអ្នកណាបិតាខ្ញុំជ្រើសរើសសានទ្រព្យសម្បត្តិរបស់គាត់គឺជាបេះដូងដ៏ក្លាហានស្នេហាពិតដែលកើតចេញពីភាពស្មោះត្រង់មិនអាចបែងចែកដោយឋានៈឡើយ